Ba Saturday ni mau tiệt bong ôn. Tờ năm mình ngay vì krong percent hết percent thì bong ôn. Ba chẳng cứ bất chia tiệt tì mình tên xâm rạp krong percent hết percent mùa ni xâm rạp lúc nhóm. Mình tay bằng nó có đôi cho bong ôn và chia bọt một trong nuôn đại cột ban rôn ở trong hết percent krong percent ní. Rồiទាំងភ្ញៀវទេសចរជាតិអន្តរជាតិគឺគាត់មិនដែលភ្លេចទេនៅខេត្តព្រះសីហនុក្រុងព្រះសីហនុដែលជាទីក្រុងសម្បូរទៅដោយសក្តានុពលវិស័យទេសចរជាពិសេសគឺទេសចរធម្មជាតិជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាមួយនឹងកោះដ៏ស្រស់បំព្រងមិនត្រឹមតែប៉ុណ្ណោះក៏មានតំបន់ទេសចរផ្សេងៗទៀតដែលទាក់ទាញហើយនឹងតំបន់ដែលកែច្នៃដោយមនុស្សជាច្រើនផ្សេងៗទៀតបងប្អូនបាទនេះគឺជាទស្សនវិជ្ជានៅក្នុងក្រុងព្រះសីហនុតែម្ដងហើយទស្សនវិជ្ជានេះគឺជាផ្នែកមួយនៃក្រុងព្រះសីហនុដែលខ្ញុំបានផ្ដិតយកដើម្បីធ្វើការចែករំលែកនៅក្នុងបណ្ដាញសង្គមជាពិសេសគឺនៅក្នុង YouTube តែម្ដងបាទនេះបងប្អូនយើងឃើញថាខេត្តព្រះសីហនុក្រុងព្រះសីហនុគឺពិតជាមានការរីកចម្រើនប៉ុន្តែនាពេលបច្ចុប្បន្ននេះសំណង់អគារក៏ដូចជាលំហូរនៃការងាររៀងធ្លាក់ចុះបន្តិចបាទដោយដែលបងប្អូនបានដឹងហើយសម្រាប់ប្រទេសជាតិនានានៅលើសកលលោកបានជួបប្រទះទៅនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចហើយផងដែរនោះប្រទេសកម្ពុជាក៏ដូចគ្នាមិនត្រឹមតែប៉ុណ្ណោះក៏មានបញ្ហាជាច្រើនដែលកើតមានឡើងផងដែរជាពិសេសគឺតាក់ទងទៅនឹងការប្រកបរបរតាក់ទងទៅនឹងការប្រកបទៅលើការអាជីវកម្មអនឡាញក៏ដូចជា scam ជាដើមប៉ុន្តែមិនមែនជាប្រទេសកម្ពុជាមួយនោះទេខេត្តព្រះសីហនុមួយនោះទេគឺមានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីក៏ដូចជាអឺរ៉ុបផងដែរបាទប៉ុន្តែគ្រាន់ថាផលប៉ះពាល់គឺវាមានលក្ខណៈផ្សេងគ្នាប៉ុន្តែខាងអាជ្ញាធរក៏ដូចជារដ្ឋាភិបាលបានព្យាយាមនៅក្នុងការទប់ស្កាត់ក៏ដូចជាការលុបបំបាត់នៅអំពើ scam online នេះតែម្ដងបាទអញ្ចឹងហើយទើបធ្វើឲ្យមួយរយៈកាលចុងក្រោយនេះគឺខេត្តព្រះសីហនុក៏ដូចជាតំបន់ផ្សេងគឺមានភាពរៀងស្ងប់ស្ងាត់បន្តិចបាទប៉ុន្តែវាជាសញ្ញាមួយល្អសម្រាប់ប្រទេសកម្ពុជាយើងផងដែរបាទនេះជាចំណុចដែលចេញពីកំណត់ខ្ញុំគឺល្អប៉ុន្តែសម្រាប់បងប្អូនផ្សេងអាចថាមានកម្រិតផ្សេងគ្នាអូខេទន្ទឹមនឹងផងដែរការរីកចម្រើននៅតែបន្តគឺយើងឃើញថារដ្ឋាភិបាលព្យាយាមស្វាស្វែងដើម្បីរកអ្នកវិនិយោគិនផ្សេងមកវិនិយោគនៅក្នុងប្រទេសកម្ពុជានៅក្នុងតំបន់នានាជាពិសេសនៅក្នុងក្រុងព្រះសីហនុដោយយើងឃើញថាមានអគារមួយចំនួនគឺត្រូវបានជាប់គាំងបានន័យថាការសាងសង់សម្រុកប៉ុន្តែបន្ទាប់ពី COVID ហើយនឹងមានការបង្ក្រាបនៅអំពើខុសច្បាប់ផ្សេងល្បែងខុសច្បាប់ផ្សេងអញ្ចឹងគឺអគារមួយចំនួនគឺត្រូវបានជាប់គាំងប៉ុន្តែថ្មីក៏ដូចជាសកម្មភាពកន្លងមកអាជ្ញាធររដ្ឋាភិបាលបាទមន្ត្រីពាក់ព័ន្ធដែលមានសមត្ថកិច្ចនៅក្នុងការដោះស្រាយទៅលើបញ្ហាវិនិយោគធ្វើយ៉ាងណាដើម្បីស្វែងរកវិនិយោគិនបរទេសឲ្យមកបន្ថែមហើយនឹងជួយធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគរបស់ជនបរទេសទាំងនោះដើម្បីឲ្យអគារដែលជាប់គាំងគឺមានការសាងសង់បន្ត
ឡើងវិញបាទហើយក៏ជាការរួមចំណែកនៅក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិផងដែរបាទចឹងយើងឃើញថារាល់បញ្ហាតែងតែមានផលវិបាកនិងគុណសម្បត្តិនិងគុណវិបត្តិបាទអូខេចឹងនេះសបញ្ជាក់ឲ្យឃើញថាជាការចូលរួមក្នុងការដោះស្រាយបាទឥឡូវនេះក្រឡេកមកមើលទស្សនវិជ្ជាជាក់ស្ដែងនៅខ្ញុំបានផ្តិតយកដើម្បីមកធ្វើការចែកជូនបងប្អូនចឹងយើងឃើញថាអគារគឺមានលក្ខណៈធំមែនតើបាទមានបន្ទប់ច្រើនហើយផ្លូវហេដ្ឋារចនាសម្ព័ន្ធគឺមានលក្ខណៈស្អាតបាទគឺងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ភ្ញៀវជាតិអន្តរជាតិដែលគាត់មកកំសាន្តនៅក្នុងខេត្តព្រះសីហនុក្រុងព្រះសីហនុនេះផ្ទាល់តែម្ដងហើយការចតយានយន្តក៏មានលក្ខណៈល្អប្រសើរប៉ុន្តែអ្វីដែលខ្ញុំបានសង្កេតឃើញក៏នៅមានបងប្អូនមួយចំនួនបាទដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវគឺបាទមិនសូវដូចជាគោរពច្បាប់ចរាចរណ៍ប្រហែលទេបាទអញ្ចឹងគឺនេះជាសំណុំពររបស់ខ្ញុំក៏ដូចជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិការចូលរួមចំណែកនៅក្នុងការបើកបរដើម្បីសុវត្ថិភាពបងប្អូនដែលធ្វើដំណើរតាមដងផ្លូវបាទអញ្ចឹងគឺសូមបងប្អូនដែលជាទូទៅមានការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទអញ្ចឹងគឺរក្សានៅភាពថ្លៃថ្នូររបស់បងប្អូនរក្សានៅសន្តិសុខសុវត្ថិភាពទៅដល់អ្នកបើកបរផ្សេងអញ្ចឹងទូយ៉ាងបងប្អូនឃើញហើយដូចជាអំបញ្ញមិញមានការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍នៅឡើយនេះឃើញភ្លើងក្រហមប៉ុន្តែគាត់នៅតែបន្តទៅមុខបាទអញ្ចឹងគឺមានច្រើនដែរបងប្អូនអញ្ចឹងគឺយើងគួរតែយកចិត្តទុកដាក់ទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នាបាទហើយក៏សូមកោតសរសើរដល់បងប្អូនដែលអ្នកធ្វើដំណើរអ្នកប្រើប្រាស់ផ្លូវភាគច្រើនគឺគាត់បានគោរពច្បាប់ចរាចរណ៍បាទសូមចូលរួមអបអរទាំងអស់គ្នាបាទអញ្ចឹងបន្តមកទៀតនេះគឺជាការផ្ដិតយករូបនៅតាមបណ្ដោយផ្លូវពលវ័យដែលឆ្ពោះបុកទៅកាន់រង្វង់មូលតោ2បាទចឹងតោ2នេះហើយគឺជានិមិត្តសញ្ញាគឺជារូបតំណាងឲ្យខេត្តព្រះសីហនុក្រុងព្រះសីហនុតែម្ដងបាទនេះគឺរង្វង់មូលតោ2បាទអូខេអញ្ចឹងបងប្អូនមួយចំនួនអាចគាត់ស្គាល់គាត់ដឹងខេត្តព្រះសីហនុក្រុងព្រះសីហនុគឺសម្គាល់ទៅលើរូបសំណាកតោ2នេះឯងបាទប៉ុន្តែសម្រាប់បងប្អូនចំនួនក្រោយអាចថាគាត់នឹងប្លែកគឺគាត់មកគាត់អាចឃើញរូបសំណាកផ្សេងពីព្រោះនៅក្រុងព្រះសីហនុមានរូបសំណាកជាច្រើនដែលទើបតែសាងសង់ហើយក៏មានរូបសំណាកដែលល្បីផងដែរគឺព្រះថោងតោងសម័យនាងនាគបាទប៉ុន្តែរូបតាក់នោះនៅក្បែរខ្មែរធ្វើបាននៅក្នុងក្រុងកំពង់សោមបាទដែលជាក្រុងទើបតែបង្កើតថ្មីបំបែកចេញនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដងគឺក្រុងកំពង់សោមបាទត្រឡប់មកវិញនេះគឺជាទស្សនវិជ្ជាតាមផ្លូវហើយឆ្ពោះទៅកាន់Serendipity បាទដែលផ្លូវនេះគឺឆ្ពោះទៅកាន់អតីតផែទូកបាទផែទូកទេសចរដែលអាចធ្វើដំណើរទៅកាន់កោះឫស្សីកោះរងសន្លឹមបាទអញ្ចឹងគឺពីមុនគឺសម្បូរទៅដោយពុជនីយដ្ឋានក៏ដូចជាហាងឬក៏បារាំងគេហៅថាបារាំងតែពិតជាភេទប៉ែកអឺរ៉ុបប៉ុន្តែបច្ចុប្បន្ននេះគឺសម្បូរទៅដោយភោជនីយដ្ឋានឬក៏ហាងបែប Chinese ផងដែរនោះក៏បែបឥណ្ឌាបែបខ្មែរបាទនៅលាយឡំគ្នាប៉ុន្តែបើយើងក៏រលេខទៅមើលខាងមុខត្រង់គឺនឹងឃើញអគារខ្ពស់បាទអគារនេះគឺភាគច្រើនបាទ90% គឺត្រូវបាន
វិនិយោគត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិនបាទហើយគឺពិតជាកោតសរសើរក៏ដូចជាការភ្ញាក់ផ្អើលមែនទែនបងប្អូននៅទីនេះគឺមានអគារខ្ពស់បាទមានអគារខ្ពស់ហើយការសាងសង់គឺលឿនមែនទែនបងប្អូនប្រហែលជាបងប្អូនមួយចំនួនដែលបានមកទស្សនាឬក៏មកលេងក្នុងខេត្តព្រះសីហនុក្រុងព្រះសីហនុមួយដងឬក៏ពីរដងហើយបានមកឃើញឥឡូវនេះគឺប្លែកមែនទែនបងប្អូនបាទអញ្ចឹងគឺសម្រាប់ខ្ញុំក៏ប្លែកដែរព្រោះខ្ញុំនៅកំពង់សោមមកកំពង់សោមក្រុងព្រះសីហនុញឹកញាប់ប៉ុន្តែពេលខ្លះគឺអត់បានមកដល់ទីកន្លែងហ្នឹងទេចឹងហើយបានជាខ្ញុំផ្ដិតយករូបភាពដើម្បីធ្វើការចែករំលែកទៅដល់បងប្អូនបន្ថែមទៀតបាទឲ្យដឹងអំពីវឌ្ឍនភាពរីកចម្រើននៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុនេះផ្ទាល់តែម្ដងបាទនេះគឺយើងមកដល់ហើយខាងមុខនេះគឺអតីតផែទូកបាទហើយនៅទីនេះទៀតសោតគឺត្រូវបានផ្ដល់នៅឈ្មោះថ្មីមួយដែលគេហៅថាទីលានសម្ដេចតេជោហ៊ុនសែនបាទដែលនៅទីនេះគឺជាទីកន្លែងដែលមានទីធ្លាធំដែលយើងអាចគយគន់ផ្ទៃសមុទ្រហើយផងដែរនោះមួយខាងទៀតយើងអាចក៏លេចមកមើលអគារមជ្ឈមណ្ឌលចំនួនបាទហូតែលណាខុនដូអាផាតមិន ហាងធំណាគឺនឹងមានគម្រោងបើកនៅទីនេះបាទជាទីប្រជុំទៅដោយ business បាទនេះបងប្អូនអញ្ចឹងនេះនៅខាងឆ្នាំដៃខ្ញុំបងប្អូនអាចមកហើយអាចក៏លេខមើលបានឬក៏អាចមើលតាមវីដេអូដែលខ្ញុំបានធ្វើការផ្ដិតយកដើម្បីចែកជូនបងប្អូនបាទវាមិនឃើញពេញទាំងស្រុងទេប៉ុន្តែគឺជាផ្នែកមួយដើម្បីបង្ហាញថាខេត្តព្រះសីហនុក្រុងព្រះសីហនុគឺមានវឌ្ឍនភាពមានភាពរីកចម្រើនទៅយ៉ាងលឿនបាទបងប្អូនហើយប៉ុន្តែផ្លូវនេះគឺខ្ញុំផ្ដិតយកនេះគឺនៅកំពង់ពេលដែលមានការសាងសង់បាទដឹកថ្មចូលបាទដោយសារបច្ចុប្បន្នខាងអាជ្ញាធរខាងរដ្ឋបាលខេត្តគឺបាននឹងកំពុងធ្វើការសាងសង់ផ្លូវរណបសមុទ្រមួយទៀតបាទន័យថាផ្ទៃអែបសមុទ្រគឺធ្វើជាផ្លូវស្មើជើងសម្រាប់បងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិដែលគាត់អាចដើរប្របទៅនឹងផ្ទៃទឹកសមុទ្រតែម្ដងបាទអញ្ចឹងគឺពិតជាល្អមែនទែនមាននៅទីនេះមានទីលានដ៏ធំហើយគឺមានផ្លូវស្មើជើងប្របទៅនឹងទឹកសមុទ្របន្ថែមទៀតបាទអញ្ចឹងគឺពិតជាល្អដែលផ្លូវនេះស្ពោះពីអតីតគេហៅថាកតុយនេះឬក៏ក្បែររង្វង់មូលព្រះសគុណបាទអញ្ចឹងគឺរណបផ្ទៃសមុទ្ររហូតទៅដល់អូជាទៀលបាទបកអូជាទៀលមិនត្រឹមតែប៉ុណ្ណោះរដ្ឋបាលខេត្តក៏ដូចជាអង្គភាពឲ្យពាក់ព័ន្ធនឹងមានការសាងសង់នៅបន្ទប់ទឹកក៏ដូចជាហាងកាហ្វេនៅទីនេះផងដែរហើយតាមប្លង់មេបាទគឺមានលក្ខណៈស្អាតមែនទែនដែលមានទម្រង់បាទមានរូបរាងជាក្តាមបាទដឹងហើយថានៅតំបន់សមុទ្រគឺសម្បូរទៅដោយគ្រឿងសមុទ្របាទជាពិសេសមានក្តាមមានមឹកមានបង្គានឹងឯងបាទនឹងត្រីប៉ុន្តែគម្រោងនេះគឺតាមប្លង់មេមានទ្រង់ទ្រាយជារូបក្តាមបាទហើយពិតជាអស្ចារ្យមែនទែនហើយខ្ញុំក៏ដូចជាបងប្អូនទេសចរជាតិអន្តរជាតិផ្សេងនឹងទន្ទឹងរង់ចាំមើលហើយក៏នឹងសង្ឃឹមថានឹងបានចូលរួមនៅក្នុងការប្រើប្រាស់នៅសមិទ្ធផលថ្មីនេះផងដែរបាទអូខេអញ្ចឹងក្រឡេកមកមើលវីដេអូនេះផងដែរនេះគឺព្រះសកុន្ធៈដែលនៅផ្លូវបំបែកបាទចុះពីនេះទៅគឺខ្ញុំនឹងធ្វើដំណើរឆ្ពោះទៅកាន់ខាងមុខទៀតបាទប៉ុន្តែបងប្អូនមើលអ្នកផ្ទៃស្អាតមែនតើបាទនឹងមានអគារខ្ពស់បាទខាងមុខអគារខ្ពស់នោះគឺជាអគារដែលនៅលើផ្សារទំនើប U Mall បាទហើយក្បែរសន្តាគារសុខាផងដែរបាទអញ្ចឹងគឺសន្តាគារសុខាលំដាប់ផ្កាយ5នៅទីនេះផងដែរអញ្ចឹង
នៅអមសងខាងបាទនៅខាងស្ដាំដៃខ្ញុំនេះក៏មានអគារខ្ពស់ៗផងដែរបាទហើយជាប្រភេទអូតែលលំដាប់ផ្កាយបាទអញ្ចឹងនេះគ្រាន់តែជាវីដេអូដែលខ្ញុំបានផ្តិតយកចែកជូនបងប្អូនក៏ដូចជាការពិពណ៌នាខ្លះៗអំពីវឌ្ឍនភាពអំពីភាពរីកចម្រើនក៏ដូចជាតំបន់តាក់ទាញមួយចំនួននៅក្នុងខេត្តព្រះសីហនុក្រុងព្រះសីហនុនេះចែកជូនបងប្អូនបាទហើយវីដេអូនេះនៅមានបន្តទៅទៀតបងប្អូនអញ្ចឹងអាចតាមដានបន្ថែមរហូតដល់ចប់ប៉ុន្តែទន្ទឹមនឹងខ្ញុំបញ្ចប់នៅការអធិប្បាយនេះខ្ញុំបាទសូមបងប្អូនជួយចុច like subscribe និងចែករំលែកនៅវីដេអូនេះម្នាក់មួយប្រសិនបើបងប្អូនគិតថាមានប្រយោជន៍បាទហើយការចុច like ចែករំលែកនិង subscribe របស់បងប្អូនគឺពិតជាការលើកទឹកចិត្តដល់ខ្ញុំបាទនៅក្នុងការផលិតនៅវីដេអូផ្សេងទៀតបាទដើម្បីធ្វើការចែករំលែកនៅក្នុងបណ្ដាញសង្គមឲ្យដឹងអំពីវឌ្ឍនភាពក៏ដូចជាភាពរីកចម្រើននៅក្នុងតំបន់មួយនៅក្នុងខេត្តមួយឬក៏នៅទីកន្លែងផ្សេងដែលខ្ញុំបានទៅទស្សនាបាទអញ្ចឹងដូចជាមិនសូវមានអីច្រើនទៀតទេប៉ុន្តែសូមបងប្អូនតាមដានរហូតដល់ចប់ដល់វីដេអូនេះបាទអញ្ចឹងគឺជាចុងក្រោយសូមអរគុណទៅដល់បងប្អូនសូមបងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិឬក៏អ្នកដែលតាមដាននៅវីដេអូនេះទាំងអស់សូមឲ្យជួបតែសេចក្តីសុខទៅចម្រើនទាំងអស់គ្នាបាទហើយប្រសិនបងប្អូនមានចម្ងល់ក៏ដូចជាអ្វីដែលចង់លើកឡើងនៅក្នុង comment បងប្អូនអាចធ្វើការ comment នេះបានខ្ញុំនឹងព្យាយាមឆ្លើយតបទៅនឹងរាល់ comment របស់បងប្អូនបាទសូមបញ្ជាក់ការ comment គឺ comment នៅក្នុងន័យស្ថាបនាបាទសូមអរគុណច្រើនហើយសង្ឃឹមថាបងប្អូននឹងតាមដានរហូតដល់ចប់នៅវីដេអូនេះបាទជួបគ្នានៅវីដេអូក្រោយៗ